បញ្ញត្តិទី7បញ្ឆោតអ្នកដទៃធ្វើការឲ្យអ្នកតែត្រូវគេយកកម្លាំង credit ពីពួកគេជានិច្ចចូលប្រើប្រាស់ប្រាជ្ញាចំណេះដឹងនិងការចំណាយពេលវេលាដើររុករកព័ត៌មានរបស់អ្នកដទៃដើម្បីបន្តបុព្វហេតុផ្ទាល់ខ្លួនរបស់អ្នកបន្តទៀតជំនួយការទាំងនេះមិនត្រឹមតែជួយសន្សំសំចៃពេលវេលានិងធម៌ពលដ៏មានតម្លៃរបស់អ្នកប៉ុណ្ណោះទេតែវាក៏នឹងផ្ដល់ឲ្យនូវអារម្មណ៍ប្រៀបដូចជាព្រះទាំងទៅលើផ្នែកប្រសិទ្ធភាពនិងល្បឿនថែមទៀតផងនៅទីបញ្ចប់អ្នកជំនួយការរបស់អ្នកនឹងត្រូវបានគេបំភ្លេចចោលហើយអ្នកនឹងត្រូវបានគេចងចាំសូមកុំធ្វើដោយខ្លួនឯងនៅអ្វីដែលអ្នកអាចឲ្យអ្នកដទៃធ្វើជំនួសអ្នកបានពិភពនៃអំណាចគឺជាសក្តានុពលព្រៃនៅក្នុងនោះមានសត្វដែលរស់នៅដោយសារតែការប្រមាញ់និងការសម្លាប់ហើយក៏មានចំនួននៃសត្វលោកដ៏ច្រើនមហិមាដូចជាក្តាន់ថ្មាតអីជាដើមដែលរស់នៅអាស្រ័យទៅលើការប្រមាញ់របស់មនុស្សឬសត្វដទៃទៀតប្រភេទចុងក្រោយដែលយើងមិនសូវគិតទាំងនេះច្រើនតែអសមត្ថភាពក្នុងការធ្វើការងារសំខាន់សម្រាប់ការបង្កើតអំណាចជានិច្ចពួកវាយល់តាំងពីដំបូងមកម្ល៉េះថាប្រសិនបើពួកវាវងចាំយូរសមល្មមពួកវានឹងតែងតែអាចស្វែងរកសត្វដទៃឲ្យធ្វើការសម្រាប់ពួកវាបានជាមិនខានសូមកុំឆោតល្ងងឲ្យសោះនៅគ្រានោះខណៈពេលដែលអ្នកកំពុងតែដើរតួជាទេសចរលើគម្រោងមួយចំនួនគឺតែមានសត្វថ្មាតដែលកំពុងតែក្រឡើកជុំវិញលើអ្នកដើម្បីព្យាយាមរកផ្លូវដើម្បីរស់និងថែមទាំងរីកចម្រើននិងទទួលបានជោគជ័យពីលើភាពច្នៃប្រឌិតរបស់អ្នកថែមទៀតផងកាលដែលត្អូញត្អែពីរឿងទាំងអស់នេះគឺវាមិនបានការអ្វីឡើយឬបានត្រឹមតែធ្វើឲ្យខ្លួនឯងខឹងក្រែក្រោកដោយភាពល្វីងជូរចត់តែប៉ុណ្ណោះយល់ល្អអ្នកគួរតែការពារខ្លួនអ្នកនិងចូលរួមលេងល្បែងជាមួយពួកគេតែម្ដងទៅជាការល្អនៅពេលណាដែលអ្នកបានបង្កើតមូលដ្ឋានអំណាចរបស់អ្នកហើយនោះចូលប្រែក្លាយខ្លួនអ្នកឲ្យប្រែក្លាយជាសត្វថ្មាត់ដោយខ្លួនឯងហើយចូលសន្សំសំចៃពេលវេលានិងធម៌ពលដ៏ច្រើនមហិមារបស់អ្នកទៅចោះវិស្វករពុទ្ធោភូរវិនគឺជាបុរសដ៏យឺតយ៉ាវម្នាក់នៅក្នុងការប្រឡូកចូលទៅក្នុងអាជីពការងាររបស់គាត់បានរកឃើញថាគាត់ទទួលបានសំណើសុំរូបគំនូរយ៉ាងច្រើនលើសលប់កាន់មកកាន់គាត់ក៏បានបង្កើតប្រព័ន្ធមួយឡើងនៅក្នុងស្ទូឌីយោដ៏ធំធេងរបស់គាត់បានជួលវិស្វករឆ្នើមរាប់សិបនាក់អ្នកខ្លះមានជំនាញខាងអាវផ្កាយឬរោគអ្នកខ្លះទៀតមានជំនាញផ្នែកខាងក្រោយនិងផ្សេងទៀតគាត់បានបង្កើតខ្សែសង្វាក់ផលិតកម្មដ៏ធំដែលផ្ទាំងក្រណាត់មួយចំនួនធំនឹងត្រូវបានធ្វើដំណើរការឡើងនៅក្នុងពេលតែមួយរួមគ្នានៅពេលដែលអតិថិជនសំខាន់ណាម្នាក់ចូលទៅទស្សនាស្ទូឌីយោរបស់គាត់ Robin នឹងដេញវិស្វករដែលគាត់បានជួលទាំងអស់ចេញសម្រាប់រយៈពេលមួយថ្ងៃនោះពេញតែម្ដងស្របពេលដែលអតិថិជនសម្លឹងមើលពីយអដមុខផ្ទះ Robin នឹងធ្វើការនៅក្នុងល្បឿនដ៏អស្ចារ្យមួយជាមួយនឹងធម៌ពលមួយដែលមិនគួរឲ្យជឿអតិថិជនតែងមានងើងឆ្ងល់ចំពោះបុរសដ៏អស្ចារ្យម្នាក់នេះជានិច្ចដែលគាត់អាចគូស្នាដៃដល់ប្រណិតជាច្រើននៅក្នុងរយៈពេលដ៏ខ្លីបែបនេះគឺជាខ្លឹមសារស្នូលនៃបទបញ្ញត្តិមួយនេះត្រូវរៀនសូត្រពីរបៀបធ្វើឲ្យអ្នកដទៃធ្វើការឲ្យអ្នកស្របពេលដែលអ្នកកំពុងតែកេងយក credit ពីពួកគេនេះហើយវានឹងធ្វើឲ្យអ្នកដទៃមើលឃើញថាអ្នកហាក់ដូចជាមានធម៌ពលនិងអំណាចប្រៀបដូចជាព្រះជាមិនខានបើសិនបើអ្នកគិតថាវាគឺជារឿងសំខាន់ក្នុងការធ្វើការងារទាំងអស់ដោយខ្លួនឯងនោះអ្នកនឹងខ្ជិះខ្ជាយធម៌ពលរបស់អ្នកនិងកំពុងតែបំផ្លាញធម៌ពលរបស់ខ្លួនយ៉ាងពិតប្រាកដចូលស្វែងរកអ្នកដែលមានជំនាញនិងភាពច្នៃប្រឌិតដែលអ្នកកំពុងតែខ្វះខាតចូលជួលពួកគេឲ្យមកធ្វើការឲ្យអ្នកខណៈពេលដែលអ្នកកំពុងតែលេខឈ្មោះរបស់អ្នកនៅពីលើឈ្មោះរបស់ពួកគេឬក៏ស្វែងរកវិធីណាមួយដើម្បីលួចយកការងាររបស់ពួកគេហើយធ្វើវាឲ្យហាក់ដូចជារបស់អ្នកចោះភាពច្នៃប្រឌិតរបស់ពួកគេនឹងក្លាយជារបស់អ្នកហើយអ្នកនឹងប្រៀបបានដូចទៅជាបុគ្គលដ៏ឆ្នើមម្នាក់នៅក្នុងពិភពលោកនេះជាពំខានមានការអនុវត្តមួយផ្សេងទៀតនៃច្បាប់នេះ
តែមិនតម្រូវឲ្យការប្រើប្រាស់នៅបរិសិទ្ធនៃកម្លាំងពលកម្មរបស់អ្នកនៅក្នុងយុគសម័យនេះឡើយនោះគឺការប្រើប្រាស់អតីតកាលដែលជាឃ្លាំងដ៏ធំនៃចំណេះដឹងនិងប្រាជ្ញាអៃសាក់ញូតនបានហៅវាថាជាការឈរលើស្មារតីគាត់ចង់មានន័យថាដើម្បីបង្កើតនៅរបបកំហើយរបស់គាត់នោះគឺគាត់បានកសាងវាឡើងមកដោយចេញពីសមិទ្ធផលរបស់អ្នកដទៃនោះឯងគាត់បានដឹងថាលក្ខណៈដ៏អស្ចារ្យនៃភាពឆ្លាតវៃរបស់គាត់នោះគឺបានមកពីសមត្ថភាពដ៏ឆ្លាតវៃរបស់គាត់ក្នុងការធ្វើឲ្យខ្លួនមានការយល់ដឹងច្រើនបំផុតពីអ្នកវិទ្យាសាស្ត្រពីក្នុងសម័យបុរាណមជ្ឈិមបុរាណនិងអ្នកវិទ្យាសាស្ត្រជាអាចលោក Shakespeare ក៏បានខ្ចីនៅកម្រងសាច់រឿងរបស់ Plot ដែលបង្ហាញពីចរិតលក្ខណៈរបស់ Character Reason និងសូម្បីតែបទសន្ទនាចេញពីលោក Plutarch ជាអ្នកនិពន្ធម្នាក់ដែលស្ថិតនៅចំណោមអ្នកនិពន្ធផ្សេងទៀតផងដែរត្បិតលោកដឹងថាគ្មាននរណាម្នាក់ពូកែជាងលោកទ្វីតថាក្នុងការសរសេរអំពីចិត្តវិទ្យាប្រកបដោយភាពប៉ិនប្រសប់និងសម្រងសម្ដីដ៏ឆ្លាតវៃនោះឡើយអ្នកសាកគិតទៅមើលថាតើមានអ្នកនិពន្ធចំនួនក្រោយប៉ុន្មានអ្នកទៀតទៅដែលអាចខ្ចីពីលោក Shakespeare នោះអ្នកនិពន្ធដែលបានស្វែងយល់ពីធម្មជាតិរបស់មនុស្សអ្នកជំនាញផ្នែកយុទ្ធសាស្ត្រពីបុរាណប្រវត្តិសាស្ត្រវិទូខាងផ្នែកលងងខ្លៅនិងភាពល្ងីល្ងើរបស់មនុស្សជាដើមនោះដែលពេលនេះចំណេះដឹងរបស់ពួកគេគឺកំពុងតែសំងំប្រមូលផុងដូចទូលីរងចាំឲ្យអ្នកចូលទៅរកពួកគេនិងឈរនៅពីលើស្មារបស់ពួកគេរួចជាស្រេចប្រាជ្ញារបស់ពួកគេអាចជាប្រាជ្ញារបស់អ្នកជំនាញរបស់ពួកគេអាចជាជំនាញរបស់អ្នកហើយពួកគេនឹងមិនដែលចូលមកប្រកែកជុំវិញអ្នកដើម្បីប្រាប់ទៅកាន់មនុស្សម្នាថាអ្នកជាមនុស្សដែលបានលួចចំណេះដឹងជំនាញពីពួកគេកម្រិតណាឡើយអ្នកអាចនឹងតស៊ូឆ្លងកាត់ឧបសគ្គជីវិតយ៉ាងលំបាកបង្កើតកំហុសរាប់ពាន់មិនអស់ខ្ជិះខ្ជាយពេលវេលានិងធម៌ពលដើម្បីធ្វើអ្វីចេញពីបទពិសោធន៍ផ្ទាល់ខ្លួនតែអ្នកក៏អាចប្រើប្រាស់កងទ័ពនៃអតីតកាលដូចជាអតីតកាលបានដូចគ្នាដោយដែលលោក Bismarck បាននិយាយថាពួកគេរៀនសូត្រតាមរយៈបទពិសោធន៍របស់ពួកគេប៉ុន្តែខ្ញុំបែរជាចូលចិត្តរកប្រាក់ចំណេញតាមរយៈបទពិសោធន៍របស់អ្នកដទៃទៅវិញសត្វថ្មាតនៅក្នុងចំណោមសត្វទាំងអស់នៅក្នុងព្រៃមានតែវាប៉ុណ្ណោះដែលអាចទទួលបានចំណីអាហារយ៉ាងងាយស្រួលជាទីបំផុតការខិតខំប្រឹងប្រែងរបស់សត្វដទៃប្រែក្លាយជារបស់វាទៅវិញការបរាជ័យនៅក្នុងការរស់រានមានជីវិតត្រូវបានប្រែក្លាយជាអាហារបំពន់របស់វាចូលខ្លំចាំមើលសត្វថ្មាតខណៈពេលដែលអ្នកកំពុងប្រឹងប្រែងធ្វើការយ៉ាងលំបាកលំបិននោះគឺវាកំពុងតែក្រឡឹងជុំវិញពីលើអ្នកចូលកុំឆ្លោះជាមួយនឹងវាអីតែចូលរួមជាមួយវាតែម្ដងទៅមានរឿងជាច្រើនដែលអ្នកគួរដឹងជីវិតគឺខ្លីណាស់ហើយជីវិតនឹងមិនមែនជាជីវិតឡើយកាលបើគ្មានចំណេះដឹងដូច្នេះហើយវាគឺជាឧបករណ៍ដ៏ល្អមួយក្នុងការដែលទទួលយកចំណេះដឹងពីមនុស្សគ្រប់គ្នាដូចនេះតាមរយៈញើសចិញ្ចើមរបស់អ្នកដទៃអ្នកនឹងទាញបានគេឈ្មោះនឹងការធ្វើជាមនុស្សដែលសម្បូរបែបតាមអ្នកដទៃជាពំខានមេមន់ខ្វាក់ភ្នែកមានមេមន់មួយក្បាលដែលពិការភ្នែករបស់វានឹងបានសាំទៅនឹងតាកាយដីដើម្បីស្វែងរកចំណីរបស់វាទៅហើយបើទោះបីជាវាខ្វាក់ភ្នែកក៏ដោយក៏វានៅបន្តកាយដោយក្តីឧស្សាហ៍ព្យាយាមជាទីបំផុតតើភាពល្ងីល្ងើដ៏ស្វិតស្វាមួយនេះផ្ដល់ផលអ្វីខ្លះមេមន់ដែលមានកសែភ្នែកដ៏មុតស្រួចមួយក្បាលទៀតដែលបានថែរក្សាជើងដ៏ស្រទន់របស់វាទុកយ៉ាងល្អនោះមិនដែលដើរចេញពីកន្លែងរបស់វាឡើយហើយបើទោះបីជាវាមិនបានកាយដីក៏ដោយក៏វាមានក្តីសុខជាខ្លាំងក៏ព្រោះតែផ្លែផ្កាដែលបានមកពីកម្លាំងពលកម្មរបស់អ្នកដទៃនោះជារឿយនៅពេលដែលមេមន់ពិការភ្នែកនោះបានកាយក្របធម្មជាតិផ្សេងៗនោះដៃគោដែលចាំខ្លោះមើលដោយក្តីប្រុងប្រយ័ត្នប្រយែងរបស់វាគឺរមែងលួចស៊ីក្របធម្មជាតិទាំងនោះជានិច្ចដើម្បីឲ្យប្រកាសចិត្តថាប្រសិនបើអ្នកប្រមាញ់ពឹងផ្អែកទៅលើសន្តិសុខនៃរន្ទះសេះនោះដើម្បីឲ្យប្រកាសចិត្តប្រសិនបើអ្នកប្រមាញ់ពឹងផ្អែកទៅលើសន្តិសុខនៃរន្ទះនោះចូលប្រើប្រាស់សេះទាំង6ក្បាលហើយត្រូវឲ្យជំនាញរបស់លងវានឹងបាន
ចុះពីលើរន្ទះសេះដើម្បីរត់រួចដេញតាមសត្វនោះដូច្នេះបើទោះជាជើងរបស់គាត់អាចរត់លឿនដូចទៅនឹង Lucy ក៏ដោយក៏គាត់នៅតែមិនអាចតាមប្រមាណសត្វតន់ដែរតាមពិតទៅប្រសិនបើសេះល្អនិងរន្ទះសេះខ្លាំងត្រូវបានយកមកប្រើប្រាស់ដូច្នេះសូម្បីតែអ្នកបម្រើប្រុសនិងអ្នកបម្រើស្រីស្ទើរតែទាំងអស់នឹងមានភាពស្វាហាប់គ្រប់គ្រាន់ដើម្បីដេញតាមប្រមាញ់សត្វទាំងនោះរហូតតតែបានដូចគ្នាមកខាង